បាទជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះថនរ៉ាត់ខ្ញុំមកពីក្រុម SU20 ឥឡូវខ្ញុំធ្វើការ demo នៅ project final របស់យើងដែលទាក់ទងជាមួយនឹង POS system ហើយនេះគឺជា source code ដែលខ្ញុំបានសរសេរវាមានការ link គ្នារវាង HTML CSS JavaScript ហើយនិង Bootstrap ដោយសារតែវារាយគ្នាអញ្ចឹងគឺមុននឹងខ្ញុំធ្វើការ post code មួយហ្នឹងដើម្បីចូលទៅក្នុង GitHub តែទាល់តែពលាវាចេញមកក្រៅអញ្ចឹងលោកគ្រូបានយើងអាច post code នឹងចូលបានហើយសម្រាប់ source code គឺមានតែប៉ុណ្្នឹងទេវារាងច្រើនដែរលោកគ្រូខ្ញុំមិនអាចធ្វើការបញ្យល់ម្ដងមួយបានទេគ្រាន់តែប្រាប់ថាលោកគ្រូនេះគឺជា source code តែប៉ុណ្្នឹងហើយបើសិនជាលោកគ្រូចង់ដឹងច្បាស់ទៀតលោកគ្រូអាចចូលទៅមើលនៅក្នុង source code ដែលខ្ញុំតម្លាក់ចូលទៅនៅក្នុងTelegram នៅពេលដែលខ្ញុំធ្វើវីដេអូនេះហើយឥឡូវខ្ញុំធ្វើការ run ទៅលើ index របស់យើង index របស់យើងគឺវាគឺជា dashboard របស់ POS system របស់យើងហើយនេះគឺជា result របស់វាគឺវាចេញមកអញ្ចឹងវាមាន logo ឈ្មោះរបស់ហាងយើងគឺគ្រប់គ្រងទៅលើ phone shop ខ្ញុំដាក់ឈ្មោះវាថាជា SU20 phone shop ហើយវាមាននៅ UI ប៉ុណ្ណេះវាមាន product ចំនួន2នេះហើយតន័យនេះខ្លាចលោកគ្រូឆ្ងល់នេះគឺតន័យដែលខ្ញុំធ្លាប់បានតេស្តវាឲ្យបញ្ចូលវាពីមុនមកគ្រូហើយនេះ category យើងមាន4គ្រូអាចមើលបាន1 2 3 4ហើយសម្រាប់អធិស្ឋានទៅនេះគ្រូវាមានការ error បន្តិចបន្តួចហើយសម្រាប់ការ order គឺយើងធ្លាប់ order ចំនួន1ទៅលើ brand 15 Pro Max ហើយមួយទៀត user យើងមាន2គ្រូ2បាទហើយ user 2នេះគ្រូយើង link យើងចាប់យកនៅ index របស់វាដើម្បី count នៅតម្លៃហើយយកវាមកបង្ហាញនៅលើ form របស់យើងហើយយើងមាន style navbar បាទយើងអាចដាក់ animation បិទបើកនៅ sidebar របស់យើងប៉ុណ្ណឹងគ្រូហើយយើងមាន animation ទៅលើ drop up ការទម្លាក់ drop up ហើយការទម្លាក់ drop up នេះផងដែរខ្ញុំសូមបញ្ជាក់គ្រូបន្តិចយើងសរសេរទៅលើជាមួយនឹង JavaScript ហើយសម្រាប់ការ animation ធ្វើការបិទបើកនៅ sidebar របស់យើងគឺយើងសរសេរកូដតែប៉ុណ្ណេះទេលោកគ្រូអាចមើលបានខ្ញុំធ្វើការបង្ហាញគ្រូបន្តិចនេះគឺតែប៉ុណ្ណេះទេយើងចាប់នៅតម្លៃ JavaScript អីចឹងទៅហើយវា active អីយើងចាប់នៅ your sidebar នៅ ID របស់វាចឹងទៅបាទហើយឥឡូវខ្ញុំធ្វើការបង្ហាញនៅមុខងាររបស់វាថាប៊ូតុងនីមួយមីនុយរបស់វានីមួយថាអាចធ្វើអីបានខ្លះហើយសម្រាប់នេះផងដែរគឺ add គឺយើងអាច add ទៅន័យបានអាច add នៅ product បានយើង add នៅ product ថ្មីមួយទៀតគឺទៅលើ iPhone 12ខ្ញុំដាក់ iPhone 10 អូខេ15តម្លៃវា1300តម្លៃនៅក្នុងហាង Exchange សប្តាហ៍ថ្ងៃខ្ញុំមិនដឹងប្រហែលដែរប៉ុន្តែពេលនេះខ្ញុំដាក់វា1300ចឹងទៅហើយយើងមានក្នុង stock 20ដើម category របស់វាយើងដាក់ iPhone ហើយជាវ៉ាន់ថ្មីឡើងធ្វើការ add នេះក្រុមគឺ iPhone 15 Pro Max ដែលយើងបាន add មិញហើយយើងអាចទៅមើលលើនេះបានគឺវាឡើងនេះមិញ2គ្រឿងប្រដាក់យើងមាន2ឥឡូវវាឡើង3អូខេហើយយើងអាចធ្វើការ update delete អីបានធម្មតាឡើងធ្វើការ update ទៅលើ iPhone 16អញ្ចឹងខ្ញុំចង់ដាក់16 Pro Max អីចឹងទៅ
ដែលអានេះតម្លៃវាអាចឡើងតិចតួចឡើង1500អញ្ចឹងទៅបានយក iPhone ណាហើយយើង add វាដែរនេះធ្វើការ update បានភ្លាមហើយយើងអាច delete បានខ្ញុំចង់ delete ទៅលើ iPhone 15 Pro Max ឥឡូវធ្វើការបាត់តែម្ដងខ្ញុំអត់បានដាក់ alert ទេបាទហើយទៅលើ menu for category នេះគឺជាការ add category របស់យើងគឺមានប៉ុណ្ណឹងយើងឆ្លប់បញ្ចូលបានហើយគ្រូអាចមើលបានហើយយើងអាច edit អីបានធម្មតាអាច edit ទៅលើនេះយើងចង់ដាក់ out stock អីចឹងទៅចង់កែទៅ30 limit អីចឹងទៅនេះកែបានហើយសម្រាប់ order ខ្ញុំធ្វើការ order ម្ដងទៀតទៅលើខ្ញុំធ្វើការ order ឧទាហរណ៍ថាមានអតិថិជន customer របស់យើងកំងទៅលើ brand ទូរស័ព្ទណាមួយគឺឈ្មោះគាត់ឈ្មោះថាឆៃអីចឹងទៅបាទហើយការកំងរបស់គាត់នៅថ្ងៃទី30 product iPhone 16 Pro Max អីចឹងទៅគាត់ទិញចំនួនមួយដើមក៏ពីដើមនេះវាគេហៅការកណនាទីនេះស្រាប់តែម្ដងហើយជាវ៉ាន់ថ្មីហើយយើងវាមកអូខេយើងអាចមើលបានហើយនៅលើ dashboard របស់យើងក៏វាឡើងនៅការ order ប៉ុណ្្នឹងដែរយើង order ចំនួន2ដងដូចគ្នាបាទយើង order ចំនួន2ដងហើយយើងអាច delete បានហើយយើងអាច update បានយើងចង់ទិញ3គ្រឿងក៏4គ្រឿងអីចឹងទៅយើង add វាលុយឡើងតាមនឹងដូចគ្នាហើយសម្រាប់ user ខ្ញុំមាន2នេះខ្ញុំធ្លាប់បញ្ចូលដូចគ្នាវាមានតែប៉ុណ្្នឹងឯងគ្រូការ demo របស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយសម្រាប់នៅកន្លែងនេះ setting ខ្ញុំអត់បានធ្វើអីទេគ្រូយើងអាចមានកម្រងថាការកើតនៅការចូល setting អាចកែប្រែអាចដូរនៅ logo ឬក៏ឈ្មោះ phone shop របស់យើងបានអីចឹងទៅបាទជាចុងក្រោយការ demo របស់ខ្ញុំគឺបញ្ចប់តែទៅនេះលោកគ្រូបាទអរគុណលោកគ្រូសម្រាប់ការទស្សនានៅការ demo នៅ project final នេះផងដែរសូមជម្រាបលាសូមអរគុណ